ជំរាបសួរហើយក៏ជាអរុនសួស្តីផងដែរបានឲ្យតែមកផ្ទះចំការខ្ញុំមិនដែលក្រោកបានពីព្រលឹមអល់គេទេគឺរហូតដល់ម៉ោង8អីណារហូតដល់ចាប់វាយំចិត្តជ្រុកជិះជ្រុកនៅលើដំបូលផ្ទះដាស់ដំណេកបាទដាច់ចិត្តក្រោកហើយក្រោកឡើងភ្លាមថ្ងៃនេះអត់មានដុសធ្មេញលុបមុខអីទេគឺលះមកដើរបេះសៅម៉ាវសូមសៅម៉ាវសូមហ្នឹងបងប្អូនស្គាល់ច្រើនគ្នាហើយเนาะបាទហើយចង់ដឹងថាខ្ញុំបេះសៅម៉ាវសូមនេះយកធ្វើអីអត់គឺខ្ញុំយកមកដាំទឹកញ៉ាំដើម្បីឲ្យយើងនឹងគេងលក់ស្រួលអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកបទពិសោធន៍ដល់បងប្អូនដែលពិបាកគេងណាគេងមិនសូវលក់ហើយគេងលក់ហើយឆាប់ភ្ញាក់ឆាប់អីហ្នឹងកុំប្រើថ្នាំមួយគេងអីគួរតែងាកមកធម្មជាតិបែបនេះគឺដើររកបេះវល្លិសៅម៉ាវសូមនេះយកទៅដាំទឹកញ៉ាំទៅគឺធ្វើឲ្យតំណេកយើងគេងលក់ស្រួលណាស់ហើយវល្លិសៅម៉ាវសូមនេះណាគឺមិនខ្វះទេនៅកន្លែងណាក៏មានដែរសូម្បីតែនៅតំបន់ពេញយើងក៏មានដែរជាពិសេសនៅដីដែលគេទុកចោលគឺសម្បូរណាស់បោកយកមកដាំទឹកទៅហើយវិធីដាំទឹកសៅម៉ាវសូមនេះគឺអត់ពិបាកទេគាត់តែយើងបានវាមកហើយយើងលាងសម្អាតទឹក2 3ទឹកឲ្យស្អាតទៅហើយបន្ទាប់មកយើងដាក់ឆ្នាំងហើយយើងដាក់ទឹកទៅតាមចំណុះដែលយើងចង់បានទៅហើយយើងដាក់ដាំពុះធម្មតាតាមមកពុះគឺបានណាពេលពុះហើយយើងចង់ញ៉ាំទាំងក្តៅអ៊ុនហ្នឹងក៏បានឬមួយក៏បើយើងចូលចិត្តជជែកយើងដាក់ខ្លះសេក្នុងទូទឹកកកទៅហើយយើងញ៉ាំប្រចាំដូចយើងញ៉ាំទឹកតែអញ្ចឹងទៅគឺបានហើយអត់អីទេគឺធ្វើឲ្យដំណេករបស់យើងគេងលក់ស្រួលមែនតើស្ងប់ហ្មងហើយបើនិយាយពីក្លិនឬក៏រសជាតិអីកុំបារម្ភថាអូអត់ហ៊ានញ៉ាំទេខ្លាចកពុលគឺអត់ទេរសជាតិវាឈ្ងុយនិយាយរួមប្រហែលនឹងតែដូចគ្នាគឺញ៉ាំទៅគឺឆ្ងាញ់ធម្មតាគឺអត់មានកពុលទេហើយបើនិយាយពីត្រួយសៅម៉ាវសូមនេះវិញណាតាមគ្រួសារខ្លះគេបេះត្រួយយកធ្វើជាម្លក់ញ៉ាំទឹកគ្រឿងឬក៏គេញ៉ាំជាមួយផ្ទាប់អីផ្សេងដែលជាម្លក់ណាគឺគេថាឆ្ងាញ់អូខេអញ្ចឹងខ្ញុំសូមរំលឹកម្ដងទៀតណាប្រសិនបើបងប្អូនដែលពិបាកគេងអត់សូវលក់អីណាបើខ្ជិលមិនចង់ទៅជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យទេគួរតែស្វែងរកវល្លិសៅម៉ាវសូមនេះយកមកដាំទឹកញ៉ាំទៅមួយទៀតចំពោះបងប្អូនដែលមានជំងឺវិបត្តិផ្លូវចិត្តអីណាពិបាកគេងពិបាកអីក៏ធ្វើដូចគ្នាបានហើយជំងឺគេមិនលក់នេះណាភាគច្រើនគឺកើតឡើងទៅលើបុគ្គលដែលជួបនៅវិបត្តិផ្លូវចិត្តតាគាត់មានវិបត្តិផ្លូវចិត្តហើយគឺប៉ះពាល់តំណេកគាត់ណាហើយជាពិសេសគឺបុគ្គលដែលធ្លាប់ធ្វើអំពើមិនល្អមនុស្សលោភលន់អញ្ចឹងពេលណាដែលគាត់ធ្វើអំពើមិនល្អមានសេចក្តីលោភលន់ហើយហ្នឹងគឺធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងផិតភ័យហើយធ្វើឲ្យអារម្មណ៍គាត់វិលវល់ធ្វើឲ្យគាត់ប៉ះពាល់ដំណេកច្រើនណាស់អញ្ចឹងទៅដើម្បីរងាប់អារម្មណ៍គឺមានតែគាត់ប្រើប្រាស់ថ្នាំល្ងុយគេងអញ្ចឹងឃ្លីបវីដេអូនេះក៏សូមធ្វើបន់ដាក់ទានទៅដល់បុគ្គលដែលសាងតែអំពើអាក្រក់មនុស្សមានសក្តីលោភលន់ធ្វើបាបអ្នកនេះអ្នកនោះច្រើនអញ្ចឹងណាគេមិនលក់អញ្ចឹងណាអញ្ចឹងក៏សូមចែកម្លែកនឹងដាក់ទានឲ្យថាកុំប្រើថ្នាំល្ងុយគេងអីងាកមកដាំទឹកសៅម៉ាវសូមនេះយកញ៉ាំជំនួសទៅខេងលោអារម្មណ៍ស្ងប់អីអាចប្រែប្រួលចង់ធ្វើជាមនុស្សល្អដូចគេដូចឯងវិញឈប់បានឈប់ទៅកុំមានសក្តីលោភលន់ហើយកុំធ្វើបាបអ្នកដទៃដើម្បីប្រយោជន៍ខ្លួនអីគឺមិនល្អទេគឺធ្វើបាបខ្លួនឯងណាគឺធ្វើបាបខ្លួនឯងមិនគឺបាយថាខ្លួនឯងអារម្មណ៍មិនល្អហ្នឹងគេមិនដែលស្កប់ស្កល់ហ្នឹងប្រើតែថ្នាំហ្នឹងណាអញ្ចឹងមានតែអំពើល្អមួយគត់គឺធ្វើអារម្មណ៍យើងស្ងប់